នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានចោទជាសំណួរថាការបំផាំងព័ត៌មានដើម្បីវាយប្រហារជាតិសាសន៍ខ្លួនឯងជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដឬការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងល់មិនយល់ពីពេលវេលានិងកលៈទេសៈរបស់ប្រទេសជាតិខ្លួនខណៈដែលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតកំពុងស្ថិតនៅប្រទេសបារាំងតាមរយៈសារនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចនៅរសៀលថ្ងៃទី10 ខែមិថុនាឆ្នាំ2025នេះសម្ដេចបានលើកឡើងថាសូមបងប្អូនជនរួមជាតិជួយគិតមានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេងបែរជាអ្នកនយោបាយទាំងនោះខិតខំពុះពៀនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញនិងព័ត៌មានបំផោងដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះបានរៀបចំឡើងនិងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើងសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានចោទជាសំណួរថាតើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងល់មិនយល់ពីពេលវេលានិងកលៈទេសៈរបស់ជាតិខ្លួនឯងសម្ដេចធិបតីបានលើកឡើងបញ្ជាក់ដោយសង្កត់ធ្ងន់ថាសូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ